ព្រឹត្តិការណ៍ដ៏អស្ចារ្យគឺថ្ងៃរះចំកណ្ដាលប្រាសាទអង្គរវត្តដែលអ្នកវិទ្យាសាស្ត្រហៅថាសមរិត្រីដែលនឹងកើតមានឡើងនៅថ្ងៃទី23ខែកញ្ញាឆ្នាំ2025ខាងមុខនេះព្រឹត្តិការណ៍នេះនឹងកើតឡើងនៅចំថ្ងៃភ្ជុំបិណ្ឌធំចុងក្រោយដែលជាបុណ្យប្រពៃណីរបស់ខ្មែរបានប្រកាន់ខ្ជាប់ជាង1000ឆ្នាំមកហើយតើព្រឹត្តិការណ៍សមរិត្រីជាពេលវេលាថ្ងៃនិងយប់ស្មើគ្នាដែលព្រះអាទិត្យរះនៅចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនេះមានទំនាក់ទំនងអ្វីជាមួយពិធីបោះបាយបិណ្ឌដែលប្រជាពលរដ្ឋខ្មែរតែងប្រារព្ធជារៀងរាល់ឆ្នាំតរៀងមកលោកអឹមសុករិទ្ធីអ្នកបុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាតាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញបណ្ឌិតពិធីបោះបាយបិណ្ឌគឺជាប្រពៃណីរបស់ពួកព្រាហ្មណ៍នៅក្នុងព្រហ្មញ្ញសាសនាដែលភាសាសំស្ក្រឹតថាស្រដ្ឋៈតាមទំនៀមទម្លាប់គេរៀបចំពិធីនេះដើម្បីសង្គ្រោះដល់ព្រលឹងសាច់ញាតិដែលស្លាប់ទៅកើតជាប្រេតអាចនឹងចាប់កម្រើថ្មីជាមនុស្សវិញលោកអឹមសុករិទ្ធីបញ្យល់ថានៅក្នុងលទ្ធិព្រាហ្មណ៍របស់ឥណ្ឌាពិធីបោះបាយបិណ្ឌធ្វើឡើងនៅក្នុងលក្ខណៈគ្រួសារសម្រាប់ឧទ្ទិសទៅព្រលឹងសាច់ញាតិរបស់គេដែលស្លាប់ទៅតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលខ្មែរបានយកពិធីនោះមករៀបចំយើងមិនត្រឹមតែឧទ្ទិសជូនទៅដល់ព្រលឹងញាតិកាត្រឹម4សន្តានដោយឥណ្ឌានោះទេតែបានឧទ្ទិសដល់7សន្តានព្រមថែមទាំងឧទ្ទិសជូនទៅដល់វីរៈជនយុទ្ធជនដែលបានស្លាប់ក្នុងចម្បាំងដល់អ្នកស្លាប់នៅតាមដងព្រៃដែលគ្មានសាច់ញាតិនិងព្រលឹងខ្មោចអនាថាទៀតផងតើពិធីបោះបាយបិណ្ឌមានអ្វីទាក់ទងទៅនឹងព្រឹត្តិការណ៍សមរិត្រីដែលមានថ្ងៃរះចំកណ្ដាលរបស់ប្រាសាទអង្គរវត្តបុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានពន្យល់ថាព្រឹត្តិការណ៍សមរិត្រីដែលជាពេលវេលាថ្ងៃនិងយប់ស្មើគ្នាត្រូវបានមនុស្សជាតិជាច្រើនក្នុងពិភពលោកចាត់ទុកគឺជាថ្ងៃមង្គលដែលកម្រកើតមានយើងឃើញភ័ស្តុតាងសិលាចារឹកណាបើគេទៅសេជាលេខបញ្ជីសារពើភ័ណ្ឌរបស់ប៉ុនហ្នឹងរបស់សាលាចារឹកហ្នឹងគឺលេខការ279ណាហើយដែលគេរកឃើញនៅចុងសតវត្សទី9សាលាចារឹកហ្នឹងគឺថាទៅសេទៅចុងសតវត្សទី1ដល់សតវត្សទី10ក្នុងរាជប្របាទនឹងយុសោវរ្ម័នទី1អ្នកដែលកសាងអ្នកដែលបង្កើតរាជធានីអង្គរណាអង្គរយើងចូលថ្ងៃហ្នឹងហើយបានចាសាលាចារឹកហ្នឹងដែលនិយាយពីបុណ្យមួយជាពិសេសហើយដែលលំលឹកដល់អ្នកស្លាប់ណាអ្នកស្លាប់ហើយមិនធំតែបុណ្យដែលអ្នកស្លាប់ហ្នឹងគឺយើងប្រើពាក្យតាមសំស្ក្រឹតថាស្រាប់ថាជាប្រពៃណីរបស់ព្រាហ្មណ៍សំខាន់មួយទៀតដែលតាក់ទងមួយយើងនេះសាលាចារឹកហ្នឹងក៏និយាយរឿងថាពេលវេលាណាដែលគួររបស់បាយបិណ្ឌគឺក្នុងចំណោមហ្នឹងហើយពេលវេលានោះក្រៅពីខែពុទ្ធបុត្រតាមប្រពៃណីរបស់ព្រាហ្មណ៍ប៉ុន្តែនេះក្នុងសាលាចារឹកហ្នឹងករណីរបស់យើងនេះរបស់ខ្មែរយើងនេះគឺថាបោះបាយបិណ្ឌនៅពេលថ្ងៃយប់មានរយៈពេលស្មើគ្នាគឺសមរិត្រីហើយសមរិត្រីគឺបោះពេលណាមិនមែនបោះសមរិត្រីនៅរដូវក្តៅទេនៅខែប្រាំងទេនៅខែមីនាទេគឺតែបោះនៅរដូវខែនេះខែកញ្ញាខែពុទ្ធបុត្រខែភ្លៀងហើយវាត្រូវគ្នាជាមួយនឹងខែនឹងឲ្យពេលជុំបិណ្ឌដែរគឺគេតម្រូវឲ្យបោះនឹងជាពិសេសណាជាពិសេសបាទតាមរយៈថ្ងៃមង្គលនេះបានធ្វើឲ្យមនុស្សមានការភ្ជាប់ខ្លួនទៅនឹងអរិយធម៌និងផ្នែកវប្បធម៌សាសនានិងព្រឹត្តិការណ៍សង្គមផ្សេងសិលាចារឹកថ្នល់បារាយការ279មាននិយាយនៅក្នុងថ្ងៃមង្គលគឺសមរិត្រីនារដូវវស្សាដែលពេលវេលាថ្ងៃនិងយប់ស្មើគ្នានេះត្រូវនៅថ្ងៃភទ្របុត្រនេះបានអនុញ្ញាតឲ្យបោះបាយបិណ្ឌទុកជាទំនៀមទម្លាប់តរៀងមកនោះឯង